បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាបាទថ្ងៃនេះខ្ញុំ review តាក់ទងផ្ទះនៅខេត្តកពតបាទប្រភេទ modern បាទឥឡូវយើងដល់វគ្គតុបតែងហើយតាក់ទងថ្នាំក្រោយគឺយើងរើសអស់ហើយខ្ទង់ថ្ងៃអាទិត្យឬក៏ច័ន្ទនេះគឺយើងដឹកមកដល់កន្លែងតែម្ដងបាទជាងថ្នាំគាត់ផ្ដើមបៀកទឹកទី1បាទនេះសួនច្បារបាទយើងរៀបទាំងសួនច្បារទាំងនេះទាំងអស់នេះកន្លែងរងដាចដាលតែនេះតាមពិតប្រឡោះចដាលតែដល់ពេលគាត់ចង់បាននេះជារងដាសុតនេះយើងទាញចដាលទៅក្រោយនោះវិញបាទអូខេចូលមកដល់យើងមានទទួលភ្ញៀវមួយបាទផ្ទះនេះប្រភេទបែបអឺរ៉ុបបាទ modern តែបែបអឺរ៉ុបកន្លែងនេះទទួលភ្ញៀវប្រឡោះនេះផ្ទះបាយវិញបាទផ្ទះបាយគឺយើងចាក់ធ្វើតាមបាយចន្លោះនេះហើយຕົកញ៉ាំបាយកន្លែងនេះបាទចម្លែកមែនតើបាទនិយាយទៅប្រភេទផ្ទះបែបអឺរ៉ុបគឺគាត់ធ្វើបែបហ្នឹងផ្ទះបាយទុកទៅគ្នាជាប់គ្នាហើយនេះបន្ទប់ទឹករួមមួយហើយនឹងបន្ទប់ទឹកបន្ទប់ខាងក្រោមមួយបាទនេះបន្ទប់គេងដែលតូចជាងគេថ្ងៃក្រោយទៅសម្រាប់ទលុះចេញធ្វើជាចរាឡើងមួយជាន់ទៀតណាហើយនេះបន្ទប់ក្រោយ2បាទហើយផ្ទះនេះយើងតម្រូវឡើងទៅមួយជាន់ទៀតតម្រូវទាំងធ្នឹមទាំងដែករួចរាល់បាទអញ្ចឹងអូខេអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនចង់សាងសង់មិនថាផ្ទះល្វែងឬក៏ផ្ទះវិឡាទេខ្ញុំបាទលីឈុនមានទទួលសាងសង់25ខេត្តក្រុងតែម្ដងបាទដោយផ្ដោតលើគុណភាពបាទសូមអរគុណ